នេះពុកម៉ែបងប្អូនខ្ញុំបាទសូមជម្រាបសួរពុកម៉ែបងប្អូនណាថ្ងៃនេះមករីករាយជាមួយនឹងទស្សនវិជ្ជានៃការកាត់ស្អំទាំងអស់គ្នាបានដូចអ្វីដែលពុកម៉ែបងប្អូនបានឃើញហើយគឺថាល្អមែនទែនពុកម៉ែបងប្អូនត្រួយឲ្យនិយាយរួមទៅមើលទៅពើបៃតងតែម្ដងពុកម៉ែបងប្អូននេះពុកម៉ែបងប្អូនអូយសុទ្ធតែត្រួយល្អណាស់នេះសពក្បោះមកពុកម៉ែបងប្អូននេះត្រួយមែនពុកម៉ែបងប្អូននេះល្អហួសពុកម៉ែបងប្អូននេះពុកម៉ែបងប្អូនខ្ញុំដើរកាន់ថតឲ្យពុកម៉ែបងប្អូនទស្សនាមើលអញ្ចឹងណាមករកនេះតែ8ជួរទេពុកម៉ែបងប្អូន8ជួរក៏ប៉ុន្តែពុកម៉ែបងប្អូនអាចមើលបានគឺថាត្រួយគ្រប់ដើមតែម្ដងនេះពុកម៉ែបងប្អូននេះហើយមើលបើខ្ញុំដាក់ទៅអញ្ចេះវិញគឺថាយើងមើលទៅសុទ្ធតែត្រួយសក្បោះអញ្ចឹងណាអូយពុកម៉ែបងប្អូនឃើញហល់ខ្ញុំថាអត់ថតទេប៉ុន្តែនឹកឃើញថាវាត្រួយច្រើនអញ្ចឹងគឺចង់ថតឲ្យពុកម៉ែបងប្អូនទស្សនាមើលអញ្ចឹងណានេះអូពុកម៉ែបងប្អូនត្រួយមែនត្រួយថ្និតពុកម៉ែបងប្អូនកាត់មិនក្រោមពី20-30 គីឡូទេពុកម៉ែបងប្អូនអានេះតិចទេ20-30ខ្ញុំវាយតិចទេពុកម៉ែបងប្អូនប៉ុន្តែត្រួយមើលមើលបងថ្លៃខ្ញុំកាត់ណាពុកម៉ែបងប្អូនខ្ញុំមើលកាត់មកពីព្រឹកដែរពុកម៉ែបងប្អូននេះពុកម៉ែបងប្អូនត្រួយល្អណាស់នេះដល់អ្វីពុកម៉ែបងប្អូនបានឃើញហើយត្រួយដល់តត្រួយបាញ់ពុកម៉ែបងប្អូនពេញលេងអានេះតែ8ជួរទេណាពុកម៉ែបងប្អូនណា8ជួរទេក៏ប៉ុន្តែនិយាយថាពីត្រួយវិញសក្បោះនឹងពុកម៉ែបងប្អូនមើលដោយអ្វីដែលពុកម៉ែបងប្អូនបានឃើញហើយគឺថាត្រួយសម្បើមពុកម៉ែបងប្អូនគឺមើលក៏ហល់ដែរអូបាទត្រួយមែនពុកម៉ែបងប្អូនត្រួយមែនអានេះតែ8ណាពុកម៉ែបងប្អូនតែ8ជួរខាងនេះទេនៅខាងនោះទៅកាត់ប្រហើយម្សិលមិញហ្នឹងខ្ញុំដើរមើលថ្ងៃនេះទៀតនោះនិយាយពីវាលឹះម៉ូទៀតពុកម៉ែបងប្អូនលឹះម៉ូទៀតហ្នឹងហើយហើយនេះកាត់តាំងពីព្រឹកដែរណាពុកម៉ែបងប្អូនកាត់មកតាំងពីម៉ោង8ហេវាមិនព្រឹកណាស់ទេម៉ោង8យើងហូបអាហារពីព្រឹកហើយអញ្ចឹងទៅគាត់មកកាត់អញ្ចឹងណាថ្និតដល់ពុកម៉ែបងប្អូនដោយពុកម៉ែបងប្អូនមើលអញ្ចឹងមើលទៅឃើញសុទ្ធតែពើបៃតងហ្មងនេះល្អមែនទេណាងាយទេពុកម៉ែបងប្អូនហើយបងថ្លៃស្រីខ្ញុំគាត់កាត់ឯនោះខ្ញុំទៅមើលនោះទាំងអស់គ្នាមើលពុកម៉ែបងប្អូនស្រួលមួយយ៉ាងដែរណាពុកម៉ែបងប្អូនស្អំណាថាទៅយើងកាត់បានរាល់ថ្ងៃពុកម៉ែបងប្អូនយើងដាំតែប៉ុណ្្នឹងមកគឺថាកាត់អត់ទំនេរទេកាត់វិលជុំរាល់ថ្ងៃអញ្ចឹងអត់បានសម្រាកទេណាពុកម៉ែបងប្អូនកាត់ជាប់រហូតហើយមើលត្រួយពុកម៉ែបងប្អូនថាដើមណាក៏ត្រួយដែរអ្នកពុកម៉ែបងប្អូនអ្នកខ្ញុំឲ្យមើលជិតអញ្ចឹងទៅដើមណាក៏សុទ្ធតែត្រួយដែរដូចពុកម៉ែបងប្អូនឃើញហើយឡើងស្រឹងនោះអូមិនបាច់ទេពុកម៉ែបងប្អូននិយាយថាពីទស្សនវិជ្ជាវិញមើលទៅជក់ចិត្តតែម្ដងពុកម៉ែបងប្អូនចិត្តណាពើបៃតងខៀវស្រងាត់មកពុកម៉ែបងប្អូននេះពុកម៉ែបងប្អូនមើលត្រួយចុះមើលហើយប៉ុណ្ណឹងពេញណាពុកម៉ែបងប្អូនកាត់ស្រួលប្រវែងតែកាត់ស្រួលតែគាត់ថាយើងយកតែខ្ចីសតចឹងណាយើងអត់ដាក់លាយអាចាស់ដាក់លាយអីទេយកតែខ្ចីសតតែម្ដងថាទៅដីនេះវាល្អផងទេពុកម៉ែបងប្អូនតាំងពីកាត់100 គីឡូហ៎បានអូអានេះតិនបូកអីចាថ្ងៃនេះទៀតទៅ20 គីឡូថ្ងៃនេះណាថ្ងៃនេះកាត់យកហ្មងថ្ងៃនេះកាត់យកហ្មងគីឡូថ្ងៃនេះ20 គីឡូរងាយចាំមើលសិនអីក្តៅតន្តិចទៀតនោះពុកម៉ែបងប្អូនតន្ត្រឹមតែម៉ោងមកទៅ10ក្តៅពុកម៉ែបងប្អូន10អីក្តៅហ្នឹងហើយស៊ូលេងចង់បានហើយប៉ុណ្ណោះក្តៅហើយហប់ទៀតអាម៉ោងមកទៅ10ណាពុកម៉ែបងប្អូនអញ្ចឹងយើងកាត់បានពេលព្រឹកហើយនឹងពេលល្ងាចអញ្ចឹងណាពុកម៉ែបងប្អូនពេលព្រឹកក៏រឹមនឹងដាំបាយដាំអីហើយនោះពុកម៉ែបងប្អូនធ្វើម្ហូបធ្វើអីហើយនោះម៉ោង8
chít buôn đấy nó bàn một cát chẳng á chứ mà đang du còn để sầm khăn xóm nữa và cắt viên chum rồi ngày chẳng á bụng mày bồn ở tầm này thì hay thà xóm đơm thay này về trôi khăng còn năng bụng mày bồn xóm khmer đâu giờ bị mưa tơ so có bao mong bụng mày bồn xóm khmer đây khi đam nơi chung vinh xa nữa giờ bị mưa tơ so có bao tao bị cắt một bị lạnh mố mà rồi ơi mà rồi chèn cái lúa đâu ấy nào anh ấy tiền anh ấy phải vay mang cái lúa chè bên này mà tăng ớt này nè còn bay chua này nè anh thay lương nè cô trôi mà đâu vía vía mà con vía trong mà đạp rồi này nó người cho mình tới nó không làm cồn căn là sông tôm mục trôi tròn nhắm tham mình thò tí mình thả mù mừ trẻ em nhá còn đập pe khơi tàu về hall pe bụng mày bọn khơi tàu về hall pe xong về trôi lọ pe đập pe chẳng thọt tục đó tục ở ban ai cả xa cái lô ngày rồi tới xong dừng chụp trôi dừng mưa video đây xong bô trôi dừng sờ bài chết bụng mày bọn chôm là bách thay bụng mày bọn là bách thay là bách thay ngày nay về trôi lõ dương thọt về tục ở hơi giống bụng mày bồn dương thọt tấu dương mưa về tục sầm rập dương mưa giống ngày rồi để xong dương lên sầu trôi dương mưa ở đây miền trôi đó miền cầm lăng với nhà bụng mày bồn ôi là bách sót bụng mày bồn là bách thay á nè này mình đang thả chót đi cả cha tới bụng mày bồn bọn nó mưa trôi lõ nó bụng mày bồn anh dây pi la với nhà bụng mày bồn ôi xôi nhóc xong đai pi chân nữa bụng mày bọn cạn đấy nữa cho làm tầm mà chân đấy top ở chớp thế bụng mày bọn trôi tràn bây giờ nhỉ ai mình thầm đa bụng mày bọn tại đôi khi em dây chẳng là sòng khăn nhưng cắt ban rồi thằng ngày dọn sai khăn lạnh thì đó là mồm thì lắm nè ngày nay ai rồi đó đi chế thôi mà chu đó nên còn chu nổiแต่นี่nghe mà bây nghe mà hơi à này á đó là tay trẻ tôi cắt lươn chừng nè nè mô muốn phần này đôi chả tên về đó phần này cả tên về phần này thì nu này hơi rõ tên này lúc ban rèn kén lúc bụng em bụng cho mực xem vô tội mực chết mà cái tre chứ hay giờ bà mang cái lúc mà cái tre này dạ xong đá nó cho nó đó là bụng mày bụng thôi anh ấy cái tròn sạch trắng nó bụng mày bụng nè cái tròn sạch tầm đòn tới tao đòn tia tới thằng vô giống bụng mày bụng nè mưa trôi bụng mày bụng mưa trôi cho mua lọ đó là chạy rồi mưa tao còn lòng hay coi chma đi chờ mưa cho bụng mày bồn chờ mưa đọc biết coi chma về thông dương trâu sợi xóm chanh chẳng nó bụng mày bồn đằng sợi xóm chanh ở tới bụng mày bồn bộ ấy số xóm về ban đuôi đằng ngày về ban tay chân chẳng nó về ban đuôi chài chẳng nó bụng mày bồn về ban mình cháo được ban tích tuổi rồi dừng tập to chài ban tay coi chma đang du đấy bụng mày bồn ai bay từ buồn cho nằm ấy nó chăm múc play coi chma này Thomas stu lớn mình thế nó bụng mày bồn coi chma chăm đi stu lớn này còn đặc trong cặp đâm xóm vấp coi chma nó stu mồ rồi cả muốn xóm về crow của bụng mày bồn cho về nè bụng mày bồn ai mưa bát này trùi này đó là chạy là họ này han tăng đâm không mình chăm bạch bạch đầm vô ta sợ thế học ấy sro thơn luôn ngày nè bây giờ bụng mày bồn ôi trùi lọ hô lần khơi lần ót bán bụng mày bồn hiểm tham mồ mưa thế bán thả ồ miền non tham một thọt ấy thế tao khơi tao lọ tao gỗ thọt tao bên này nhá chạy tao cả bên này nhá mưa mỏng vuông này anh bụng mày bồn này mà có vuông này anh bên này phải giờ bao mang cả lô này chạy
buồn á ចា ចឹងមករកនេះมันក្រោម20ទេពុកម៉ែបងប្អូនដឹងតែมันក្រោមវាត្រួយគ្រប់តែកុំពុកម៉ែបងប្អូនកុំណាក៏ត្រួយដែរអានេះយើងដាំត្រូវអញ្ចឹងពុកម៉ែបងប្អូនតាណាំ ហើយដូចថាអញ្ចឹងសម្រាប់ស្អំយើងដាំតែម្ដងដឹងបានប្រហែលឆ្នាំចេះបានងាប់ដើមដូចជាមិនងាយទេមែនណាអត់ងាយងាប់ដើមទេពុកម៉ែបងប្អូនកាត់ជាប់ តែយើងឈប់ស្រោចទឹកណោះ ហ្នឹងហើយបើយើងឈប់ស្រោចទឹកអានោះអាចតែបើថានៅតែស្រោចទឹកទេពុកម៉ែបងប្អូននៅតែមានត្រួយជាប់រហូតមកអញ្ចឹងប៉ុនអត់ឆ្នាំដែរយូរដែរណាពុកម៉ែបងប្អូនបានងាប់ស្អំសួរណាគ្រាន់តែឆ្នាំតែមិញខ្ញុំខាស់ទឹកអស់ពីស្រះពុកម៉ែបងប្អូនហើយចំអាពេញក្តៅដីប្រេះ កណ្ដៅរសេជាង អត់ងាប់បាទឆ្នាំតែមិញកម្ដៅ46ហក់ឡើង47ម្ដងនៅតំបន់ខាងខ្ញុំពុកម៉ែបងប្អូនប៉ុន្តែអត់ងាប់ទេពុកម៉ែបងប្អូន តែសពូន សពូនមកដល់ជាការនិយាយពីមើលស្អំនិយាយពីអាណិតអាណិតពុកម៉ែបងប្អូន អត់លីង ខ្លោចចិត្តដែលវាអត់មានទឹកស្រោចនោះដល់ពេលឆ្នាំនេះស្រេទឹកពុកម៉ែបងប្អូនអត់អោយដូចឆ្នាំមុនទេដឹងនោះព្រោះឆ្នាំមុនវាជាឆ្នាំទី1ដែលបាត់ពិសោធន៍យើងនៅតិចតួចអញ្ចឹងណាយើងអត់ទាន់សូត្រដឹងឥឡូវក៏បាត់ពិសោធន៍ច្រើនដែរតែដឹងអាឆ្នាំមុនវាខ្វះ ទៅចាំវាទុកទៅឆ្នាំនេះយើងរះ សេរីទឹកឲ្យធ្វើម៉េចឲ្យបានចប់ដល់ទៅខែឧស្សាហ៍វិញអញ្ចឹងណាពុកម៉ែបងប្អូនហើយ4-10ថ្ងៃអីចឹងទៅយើងដាក់វាម្ដងទៅព្រោះទឹកយើងវាទាំងខើចបើពីមុន4ថ្ងៃ5ថ្ងៃអីដាក់ម្ដងអញ្ចឹងពុកម៉ែបងប្អូន3ថ្ងៃក៏មានដែរអានោះទឹករាងច្រើនដល់ពេលទឹកនៅរាងតិចចេះយើងបុកទឹកមិនកើតពុកម៉ែបងប្អូនអត់កើតទេយើងទុកត្រួយថ្និតណាស់ចេះ មួយ ទៅមិនបានទេពុកម៉ែបងប្អូនកន្លែងមានតែស្អំញ៉ាំនេះឯងថាទៅអ៊ូទៀតតែមែនណាពុកម៉ែបងប្អូនមែនណាហើយមើលពុកម៉ែបងប្អូនមើលអត់មានស្មៅទេយើងដាក់ដាំរៀងចេះទៅស្មៅវាមិនមែនថាវាមិនដោះណាវាដោះតែគាត់វាដោះយឺតអញ្ចឹងវាធូរកម្លាំងយើងត្រង់ថាយើងវាមិនសូវចាំបាច់គិតរឿងស្មៅអញ្ចឹងណាពុកម៉ែបងប្អូនជារះអីមួយខែ2ខែម្ដងបើពុកម៉ែបងប្អូនខ្លះគាត់ដាក់ម៉ាស៊ីនទៅកាត់ព្រោះដឹងហើយពុកម៉ែបងប្អូនយើងដាំស្អំតិចច្រឡំថាឃើញស្មៅដោះអីយកថ្នាំស្មៅទៅបាញ់ស្មៅអីនោះអំបិលហើយពុកម៉ែបងប្អូន តែគេបាញ់ដែរគេបាញ់ខ្ញោក គេបាញ់ខ្ញោកគេមានថ្នាំគេហ៎ តែឆ្នាំស្មៅឯងតែ គេបាញ់ខ្ញោក គេបាញ់ខ្ញោក អូអានេះថាទៅគ្រាន់តែចំហាយក៏ចាញ់ដែរណារួញ ស្អំត្រឹមនេះណោះ អូ បើស្អំប៉ុណ្ណេះនេះមិនបាច់បាញ់ទេ បាញ់ក៏ ខ្ញង ខ្ញងអស់លេងមានត្រួយកាត់ឡើយអញ្ចឹងអានេះវាប៉ះថ្នាំស្មៅមិនបានទេពុកម៉ែបងប្អូនអាប្រភេទស្អំនេះ ស ណា មាតឆ្នាំក៏ជីបក៏ដូចដែរ បាទហាំជីបធ្វើស្មៅនោះឯងដូចមករកគ្នាគេនោះណា នោះឯង ល្អពុកម៉ែបងប្អូនល្អមែនទែន ហើយដល់ពេលលឺចាញ់មករឹងមកដែកបែក នោះហើយវាអត់ស្អាតណាត្រួយវាអត់ស្អាតតែអានេះត្រួយវាល្អអញ្ចឹងពុកម៉ែបងប្អូន ហើយស្អំខ្ញុំនេះថាទៅវាយើងនិយាយធម្មជាតិហើយពុកម៉ែបងប្អូនវា 90% ហើយប៉ុណ្ណឹងយើងទទួលយកបានអញ្ចឹងពុកម៉ែបងប្អូនដោយសារយើងធ្វើយើងគិតដល់សុខភាពអ្នកហូបដែរ ហើយហូបខ្លួនឯងដែរ ហើយហូបខ្លួនឯងដែរអញ្ចឹងពុកម៉ែបងប្អូនវាមិនថាអេធ្វើឲ្យតែបានហើយអត់គិតអ្នកដែលហូបអានឹងអត់ទេពុកម៉ែបងប្អូនពួកខ្ញុំគិតណាខ្ញុំវាខ្លាចមានពៀមានវេរាមានបាបពុកម៉ែបងប្អូនយើងពោះតែចង់បានលុយតិចតួចហើយធ្វើឲ្យវាប៉ះពាល់ដល់សុខភាពអ្នកហូបវាថាទៅវាមិនល្អទេខ្ញុំរក្សាណាកន្លែងនេះរក្សាណាធ្វើម៉េចឲ្យមិនខ្ញុំហូបដែរនឹងពុកម៉ែបងប្អូនស្អំហ្នឹងដោយពុកម៉ែបងប្អូនឃើញហើយ ជីនពងសោះរងហើយ ស្ងោរជៀនពងស្ងោរជៀនពងពុកម៉ែបងប្អូនជាមួយជ្រូកសាច់ជ្រូកទិញតែ2-3ខាំមកដាក់ផ្លាច់មកពុកម៉ែបងប្អូនអេម ជូរស្វាយឆ្ងាញ់ណាស់ មកជូរស្វាយមកឆ្ងាញ់ជាងអី រឹងហើន អញ្ចឹងអត់មែនហើយអាងថាខ្លួនឯងធ្វើដើម្បីលុយគិតតែពេលលុយអត់ទេខ្ញុំអត់ធ្វើអញ្ចឹងទេធ្វើរបៀបថាយើងធ្វើមែនមកហ្នឹងយើងគិតដល់សុខភាពអ្នកហូបអ្នកអីចឹងណាពុកម៉ែបងប្អូនដូចខ្ញុំថាអញ្ចឹង 90% ហ្នឹងធម្មជាតិណាពុកម៉ែបងប្អូនហើយប៉ុណ្ណឹងចាត់ទុកថាល្អពុកម៉ែបងប្អូនល្អ មើលសម័យតកាត់ក៏ដោយមានដោយអាចារ្យ ហើយពីមុនមកខ្ញុំដាក់ជីអាចគូទេពុកម៉ែបងប្អូនទិញជីអាចគូគេមកដាក់អញ្ចឹងណា ហ្នឹងតែនេះវាលាចូលទៅក្នុងដីអស់ហើយពុកម៉ែបងប្អូនបាទ
ហើយពីមុនខ្ញុំដើរកាប់អាដើមកត្រៀងខែនោះហៅដើមត្រៀងខែនៅនេះគេហៅដើមអីចេះ ប្រាំងសេះ នៅវាតាមតំបន់អញ្ចឹងពុកម៉ែបងប្អូននៅខាងស្រុកកណ្ដាលខ្ញុំគេហៅដើមកត្រៀងខេតនៅអីនេះគេហៅ ប្រាំងសេះ ប្រាំងសេះកាប់ម៉ូអញ្ចឹងទៅខ្ញុំដាក់តាមរោងដាក់តាមអីអញ្ចឹងឲ្យវាលួយទៅជាជីអញ្ចឹងដីវាធូរអញ្ចឹងពុកម៉ែបងប្អូនដាក់សាមុនដកម៉ូដាក់មកពេញពុកម៉ែបងប្អូនដកចង់2ខែដាក់ច្រើនហើយទៅក៏លាយជីឲ្យគោលាយអីខ្លះហើយឥឡូវនេះវាលាយអស់ហើយពុកម៉ែបងប្អូនហើយយើងដាក់ដែរដាក់ខ្លះដែរជីរេដាក់អីណាពុកម៉ែបងប្អូនដើម្បីឲ្យវាល្អដើមវា មកក្រុងបាន3ដង មកក្រុងនេះដាក់3 4ដងអីចឹងណាពុកម៉ែបងប្អូនហើយ3 4ដងពុកម៉ែបងប្អូនគិតមើលទៅមកចកានេះមិនតូចណាពុកម៉ែបងប្អូនរាងធំដែរណាហើយដាក់បាច់ផើចតិចតិចចឹងទៅឲ្យវាឡើងមកយើងបានព្រួយកាត់លក់ចឹងណាពុកម៉ែបងប្អូនដូចថាចឹងហើយយើងធ្វើអីដូចបច្ចុប្បន្នយើងដឹងកុំឡើយថាស្អងមកពុកម៉ែបងប្អូនយើងធ្វើស្រូវដឹងបើថាมันដាក់ជីដាក់អីមិនបានទេពុកម៉ែបងប្អូនមិនបានហូបទេ បាញ់ឆ្នាំទៅបាន បើដាក់ជីបាញ់ថ្នាំនឹងបានហូបទេដោយពុកម៉ែបងប្អូនអ្នកធ្លាប់ធ្វើស្រែដឹងហើយពិបាកណាពុកម៉ែបងប្អូនពិបាកបាទវាសពគ្រប់ណាបានថាអញ្ចឹងបានអ្នកស្រែក៏ថាធ្វើស្រែរួចប្រមូលតែផលមកវាអត់ចង់គ្រប់ថ្លៃជីថ្លៃថ្នាំអញ្ចឹងពុកម៉ែបងប្អូនពិបាកណាអូថាស្រូវរាំងថ្លៃមិនអីទេតែបើស្រូវថោកវិញពុកម៉ែបងប្អូនណាអាណិតអ្នកស្រែមុខឲ្យខ្ញូញមួយណាខ្ញូញមុខខ្ញូញ អូគាត់ប្រឹងណាមួយប្រឹងពុកម៉ែបងប្អូន ស្រូវកើតគ្រឿន ណែស្រូវកើតគ្រាន់ចុះវាក់ចំ អាកើតឲ្យថោកទៀត មិនកើតឲ្យថោកអូពុកម៉ែបងប្អូនខាតទាំងចុងទាំងដើមណាអញ្ចឹងណាពិបាកនឹងឯងពុកម៉ែបងប្អូនក៏ថតឲ្យពុកម៉ែបងប្អូនទស្សនាមើលអញ្ចឹងហើយវីដេអូនេះតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនគ្រាន់តែថាឃើញម៉ូឃើញអញ្ចឹងទៅឃើញស្អំវាល្អទៅក៏ថតឲ្យពុកម៉ែបងប្អូនយើងមើលហើយនេះអានេះដើមចាស់ដែលខ្ញុំកាប់ ហើយខ្ញុំជញ្ជូនយកមកដាក់គេនេះចឹងណាពុកម៉ែបងប្អូននេះដើមចាស់ហើយដើមចាស់ដែលខ្ញុំកាប់ចេញមកសាចឹងពុកម៉ែបងប្អូននេះខ្ញុំជូនដាក់គេនឹងឯងពុកម៉ែបងប្អូនប៉ុណ្ណឹងទៅចុះវីដេអូនេះសម្រាប់ថាជួបគ្នាប៉ុណ្ណឹងហើយពុកម៉ែបងប្អូនចាំជួបគ្នាវីដេអូក្រោយទៀតបាទខ្ញុំបាទសូមអរគុណច្រើនហើយសូមគោរពជម្រាបលាហើយក៏សូមខន្តីអភ័យទោសចំពោះការនិយាយស្ដីមិនសមរម្យមិនគប្បីអធិស្ឋានយ៉ាងណានោះនៅពេលនេះខ្ញុំបាទសូមគោរពជម្រាបលាបាទសូមអរគុណ